បងប្អូនតែសួរថាបាត់ក្តឹបទៅណាបាត់ក្តឹបទៅណាប៉ុន្តែវីដេអូនេះគឺខ្ញុំបានសម្រេចបំណងប្រាថ្នារបស់ពីរអ្នកខ្ញុំគឺមកញ៉ាំជាមួយនឹង buffet របស់កាកាស៊ូគីស៊ុបបើក៏ទៅគឺខ្ញុំខានមកញ៉ាំប្រហែលជា6ទៅ7ឆ្នាំហើយមកដល់លើកនេះមានអារម្មណ៍ថាអូយអ្នកទាំងអស់គ្នាម្ហូបគេច្រើនខ្លាំងមែនទែននិយាយទៅការអភិវឌ្ឍនៃម្ហូបគេបើសិនជាគិតពីមុនមកដល់ឥឡូវម្ហូបលើកនេះខ្ញុំមកញ៉ាំគឺបោខ្លាំងហ្មងអ្វីដែលសំខាន់ដោយបងប្អូនទាំងអស់គ្នាបានឃើញជាមួយនឹងម្ហូបដែលខ្ញុំបានដាក់អត់ខំ1000មុខទេខ្ញុំនិយាយមែនច្រើនមែនទែនហ្មងឥឡូវខ្ញុំសូមមើលមុខអ្នកដែលគាត់ធ្លាប់មកញ៉ាំកាកាស៊ូគីស៊ុបបន្តិចខ្ញុំបើគាត់ទៅខ្ញុំញ៉ាំនឹងប្រហែលជា9ទៅ10ឆ្នាំមុនខ្ញុំញ៉ាំតាំងគាត់បើកដំបងនៅកោះពេជ្រនឹងហ្មងខ្ញុំនិយាយមែនហើយពីមុនខ្ញុំអាសាមកញ៉ាំណាហើយលើកនេះដោយសារតែនិយាយមួយក្តឹបដែរថាចង់ញ៉ាំម្ហូបកន្លែងណាដែល buffet ព្រោះខានជួបគាត់យូរខានជួបយូរមែនទែនហើយថ្ងៃដែលមកញ៉ាំមួយក្តឹបហ្នឹងគឺជាថ្ងៃដែលខ្ញុំបានធ្វើការមួយក្តឹបបន្ទាប់ពីប្រហែលជា5 6ខែមុនហើយអញ្ចឹងណាគេចង់ឃើញវីដេអូខ្ញុំជាមួយក្តឹបខ្លះ comment អូខេខ្ញុំម្នាក់មួយបានទេនេះគឺជាម្ហូបដែលខ្ញុំជាមួយក្តឹបដើរចាប់បងប្អូនអត់ខាតលុយហ្មងអញ្ចឹងយើងមានមួយខាងស៊ុបមួយខាងសាច់អាំងបើខ្ញុំគឺភាគច្រើនខ្ញុំទៅណាក៏ដោយគឺខ្ញុំចូលចិត្តញ៉ាំតែសាច់អាំងឯងប៉ុន្តែចង់ប្រាប់បងប្អូនថាតាក់ទងជាមួយនឹងសាច់គោគឺគេមានសាច់គោច្រើនប្រភេទមែនតើញ៉ាំផុយហ្មងសាច់គោក៏ឆ្ងាញ់ទឹកជ្រលក់ក៏ជាតិដែរបងប្អូនអើយបើសិនជាទឹកជ្រលក់ខ្ញុំចាំបានបើសិនជាចាំបានខ្ញុំមានអារម្មណ៍ថាទឹកជ្រលក់របស់គាត់គឺអត់ដូរទៅណាហ្មងទឹកត្រីកោះកុងហ្នឹងគឺខ្ញុំចូលចិត្តមែនតើតែសម្រាប់ទឹកជ្រលក់ស៊ូគីហ្នឹងក៏ឆ្ងាញ់ដូចគ្នាខ្ញុំចូលចិត្តតែពីរហ្នឹងឯងបាទនិយាយទៅសាច់អាំងខ្ញុំមិនមែនញ៉ាំតែសាច់អាំងទេមានមឹកមានបកាមានបកងមានងាវនិយាយទៅច្រើនមុខដែលអ្នកទាំងអស់គ្នាមកញ៉ាំហើយគឺអត់ខាតលុយហ្មងខ្ញុំអត់ដែលនឹកស្មានថាគាត់និយាយទៅអភិវឌ្ឍខ្លាំងមែនទែនហ្មងណាព្រោះអីកន្លែងដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាពីការកន្លែងចាប់ម្ហូបដែលគាត់ដាក់ម្ហូបនោះគឺធំទូលាយប៉ុន្តែភ្ញៀវថ្ងៃនេះខ្ញុំមក8មីនីភ្ញៀវច្រើនណាស់បងប្អូនអើយចាំតុករៀងមួយសន្ទុះដែរអាចចូល20ទៅ30នាទីដែរប៉ុន្តែសវិសនេះគឺនៅតែល្អបុគ្គលិកអូរេរាក់តាក់បកមកមើលស្រីក្តឹបវិញចូលចិត្តជាមួយនឹងស៊ុបហ្នឹងណាចង់និយាយថាស៊ុបនៅកន្លែងគាត់អ្វីដែលផ្ដោតសំខាន់ហ្មងខ្ញុំមានអារម្មណ៍ថាប្រហិតភាគច្រើនគឺគាត់ធ្វើដោយខ្លួនគាត់ប្រហិតគៀវប្រហិតត្រីឆ្លាតប្រហិតត្រីពិសេសមានបន្លែក៏ដូចជាសាច់គោប្រហិតដែលតាក់ទងជាមួយនឹងទឹកស៊ុបច្រើនមែនទែនអ្នកទាំងអស់គ្នាអាចដើររកបានណាប៉ុន្តែគេប្រាប់ខ្ញុំថាពូរ៉េនេះអស់គុណខ្លាំងមែនទែនសម្រាប់នាំមកញ៉ាំកន្លែងណាដែលមានសាល់ម៉ុនគឺក្តឹបចូលចិត្តលេខ1ហើយបងប្អូនញ៉ាំមួយផ្លែតអស់2ចានម្នាក់ឯងនិយាយទៅបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំស៊ុបញ៉ាំសាច់អាំងជាពិសេសពិបាករកនឹកហើយចូលចិត្តញ៉ាំរបស់ច្រើនដោយអស់លុយតិចកុំភ្លេចជាមួយនឹង buffet របស់កាកានិយាយទៅសម្បូរបែបហ្មងទាំងម្ហូបទាំងគ្រឿងទឹកជាពិសេសគឺមានសាច់អាំងមានស៊ុបយើងងាយស្រួលនៅក្នុងការញ៉ាំមែនទែនជំរើសជាច្រើនងាយស្រួលហើយអ្វីដែលសំខាន់ឥឡូវគឺគេមាន promotion ច្រើនថែមទៀតផងបងប្អូនបើតាមខ្ញុំសួរជាមួយនឹងបុគ្គលិកគេមានការបញ្ចុះតម្លៃ 30% សម្រាប់មនុស្សចាស់អាយុចាប់ពី55ឆ្នាំឡើងទៅនិយាយទៅចាស់គឺគេ discount 30% ហ្មងហើយសម្រាប់ក្មេងចាប់ពី1.20 ម៉ែត្រចុះទៅគឺ free ផ្ទាល់តែម្ដងក្មេងទូចហ្នឹងហើយបញ្ចុះតម្លៃ 20% សម្រាប់អតិថិជនដែលគាត់មាន VIP card របស់កាកាស៊ូគីស៊ុបប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នានៅម្ដុំ Eon មានជ័យគេមានការបញ្ចុះតម្លៃ 15% សម្រាប់សាខា Eon មានជ័យ Eon 3ហ្នឹងគឺរាល់ថ្ងៃផ្ទាល់តែម្ដងបាទនិយាយទៅខ្ញុំ full ហើយលើកមេដៃប៉ុន្តែនៅតែញ៉ាំការ៉េមនិយាយទៅការ៉េមនេះក៏ឆ្ងាញ់ដែរអ្នកទាំងអស់គ្នាមិនមែនមានតែការ៉េមទេមានទាំងនំខេកមានទាំងនំមានទាំង dessert អីផ្សេងផ្អែមអីក៏អ្នកទាំងអស់គ្នាអាចរកនៅកាកាស៊ូគីស៊ុបបានដូចគ្នានិយាយទៅដូចខ្ញុំនិយាយចឹងម្ហូបច្រើនខ្លាំងមែនតែនខ្ញុំភ្លេចប្រាប់មួយទៀតបើសិនជាអ្នកទាំងអស់គ្នាមានគ្នាច្រើនណាមក5នាក់គឺគេ free ម្នាក់ជូនដោយឥតគិតថ្លៃផ្ទាល់តែម្ដងហើយសូម្បីតែស្រាបៀរក៏ញ៉ាំ free ដោយមិនគិតកំណត់ពេលវេលាអញ្ចឹងសម្រាប់បងប្អូនដែលឃើញវីដេអូនេះហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាកំពុងតែឃ្លានហើយខ្ញុំធានាឲ្យហ្មងល្ងាចនេះកុំភ្លេចមកកាកាស៊ូគីស៊ុបដែលមានទីតាំងរហូតដល់2កន្លែងសាខាកោះពេជ្រដែលអ្នកទាំងអស់គ្នាអាចចុះពីស្ពាននៀកភ្លោះហ្នឹងហើយរួចបត់ឆ្វេងមកអ្នកទាំងអស់គ្នាឃើញទីតាំងហើយសម្រាប់អ្នកដែលគាត់នៅម្ដុំខាង Eon 3 Eon មានជ័យកុំភ្លេច Eon 3ជាន់ទី2ជាប់នឹងសួនកន្សានជាមួយនឹងការបញ្ចុះតម្លៃ 15% ជារៀងរាល់ថ្ងៃ